តីបងប្អូនទាំងអស់គ្នាឥឡូវនេះការស្ថិតរបស់យើងមានការប្រែប្រួលខ្លាំងមែនទែនជួនកាលក្តៅខ្លាំងជួនកាលមានភ្លៀងដែលធ្វើឲ្យបងដែលមានអាងហែលទឹកឈាននឹងបញ្ហាម្យ៉ាងគឺទឹកឆាប់ឡើងថ្លៃអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញនៅសម្ភារៈមួយប្រភេទដែលជាជំនួយនៅក្នុងការកម្ចាត់ស្លែក្នុងអាងហែលទឹករបស់បងប្អូននោះគឺ UV សម្រាប់មេរោគសម្រាប់ UV នេះផងដែរគឺ model Nanotech UVC ហើយលេខដែលខ្ញុំកំពុងបង្ហាញហ្នឹងគឺ model NT UV 40ហើយប្រភេទនេះគឺមានប្រភេទ timer ដែលមានបង្ហាញ timer នៅកន្លែងនេះផងដែរហើយម៉ាស៊ីន UV នេះផងដែរមានតួនាទីនៅក្នុងការសម្លាប់មេរោគជួយឲ្យទឹកថ្លាកម្ចាត់ស្លែនិងកាត់បន្ថយការប្រើប្រាស់នៅសារធាតុថែទាំទឹកដូចជាអាស៊ីតក្លអីផ្សេងៗបានរហូតដល់ 80% ហើយដំណើរការនៅក្នុងការសម្លាប់មេរោគ UV នេះគឺដោយសារដោយការប្រើប្រាស់នៅប្រភេទអំពូល UV នេះផងដែរសម្រាប់អំពូល UV នេះបើសិនជាបងប្អូនទិញយក UV នេះទៅប្រើប្រាស់បន្ទាប់មកគឺដល់អាយុកាលនៅក្នុងការដូរយើងក៏មានលក់នៅប្រភេទ UV នេះផងដែរដែលបងប្អូនមិនបាច់ចំណាយលុយទៅទិញ UV ថ្មីទេគឺយើងដូរតាមអំពូលអាចប្រើប្រាស់បានហើយសម្រាប់ UV នេះផងដែរយើងអាចប្រើប្រាស់ទាំងអាងទឹកប្រៃនិងអាងទឹកសាបផងដែរដែលជាជំនួយបន្ថែមបើសិនជាបងប្អូនមានម៉ាស៊ីនបំលែងក្លហើយក៏យើងអាចប្រើប្រាស់នៅ UV នេះផងដែរយើងមាននៅក្នុងស្តុកច្រើន model ច្រើនប្រភេទអាស្រ័យទៅលើទំហំអាងហែលទឹករបស់បងប្អូនហើយរបៀបនៅក្នុងការតបចប់វិញកាន់តែមានភាពងាយស្រួលនេះខ្ញុំនឹងបង្ហាញពីរូបភាពនៅក្នុងការដំឡើងជូនបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬចង់ដឹងនៅព័ត៌មានបន្ថែមអាចតាក់ទងមកកាន់ page ឃ្លាំងទឹក 6A ឬលេខទូរស័ព្ទនៅក្នុងវីដេអូនេះបាយបាយ